សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានរៀនអំពីទម្រង់ការទាំងពីរយើងទាំង active និង passive ខ្ញុំបានលើករំហាត់មួយជាមួយនឹងរំហាត់ការទាំងពីរដោយតែបងប្អូនបានដឹងមកហើយរបៀបធ្វើរំហាត់ការទាំងពីររបស់យើងគឺយើងមានតាមជំហានរបស់យើងគឺយើងមាន4ជំហានទី1គឺគេឲ្យយើងទៅឆែកទៅលើ sentence ប្រយោគរកថាវាជា past present ឬក៏ future ជំហានទី2គឺយើងត្រូវឆែកទៅលើទម្រង់ active និង passive កន្លែង active និង passive នេះគឺជាទម្រង់ដែលយើងបានរៀនពីវារួចរាល់ហើយអញ្ចឹងសង្ឃឹមបងប្អូនទាំងអស់គ្នាចាំទម្រង់ active និង passive ទាំងអស់ទី3គឺយើងឆែកទៅលើ definition យើងឆែកទៅលើនិយមន័យទី4គឺឆែកទៅលើអត្ថន័យបាទអញ្ចឹងបន្ទាប់ពីយើងបានរៀនពីទម្រង់ការទាំងពីរគឺយើងអាចធ្វើរំហាត់ការទាំងពីរយើងយ៉ាងងាយស្រួលឥឡូវយើងមកមើលរំហាត់យើងទាំងអស់គ្នាដោយក្បួនរបស់យើងគឺទី1យើងត្រូវឆែកទៅលើ sentence គឺសំដៅទៅលើប្រធានដែលគេឲ្យនេះថាបើវាជា past present ឬក៏ future ឥឡូវយើងទៅទាំងអស់គ្នាមក before I started the car all of the passenger their seat belt ឥឡូវយើងមើលថាតើប្រធានរបស់យើងវាជា past present ឬក៏ future ដោយយើងឃើញមានពាក្យ I started អញ្ចឹង I នេះជាប្រធាន I started បញ្ចប់ដោយ ed អញ្ចឹងគឺវាជា verb 2កន្លែងនេះយើងអាចថាវាជា verb 3បានទេដោយសារយើងមានប្រធានបូកជាមួយនឹង verb 3ទេមានតែប្រធានបូកជាមួយនឹង verb 2វាជា past ហើយ past គឺ past simple ឥឡូវយើងកំណត់ថាប្រធានរបស់យើងហ្នឹងគឺវាជា past បន្ទាប់ពីយើងបានកំណត់ប្រធានរបស់យើងរួចរាល់ហើយទី2យើងត្រូវឆែកទៅលើទម្រង់ form គឺថាវាជា active ឬ passive កន្លែងមកដល់នេះវាជាប្រធានបន្ទាប់ហើយយើងបានចម្លើយ A មកគឺ subject បូកឲ្យ will បូកជាមួយនឹង verb by form បាទអញ្ចឹងបាទនេះគឺជា verb by form អញ្ចឹងយើងបានវាជាទម្រង់ future simple កន្លែងចម្លើយ A ហ្នឹងគឺជា future simple ចូលដល់ចម្លើយ B ដោយសារយើងឃើញមានពាក្យ head បូក verb call អញ្ចឹងគឺយើងបានទម្រង់ subject បូក head បូកជាមួយនឹង verb 3វាជា past perfect ឬក៏យើងហៅឈ្មោះវាឲ្យពេញមក past perfect simple បានចម្លើយ C ឃើញមានតែពាក្យ verb call អញ្ចឹងគឺយើងបានទម្រង់ subject បូក verb 1គឺជាទម្រង់ present simple ចម្លើយ D គឺយើងមានឃើញមាន have បូកជាមួយនឹង verb 3យើងអាចបូកធូរទេដោយសារទម្រង់ការទាំងពីរគឺយើងមានតែ have ឬក៏ have បូកជាមួយនឹង verb 3អញ្ចឹងយើងបាន subject បូកឲ្យ have ឬក៏ has បូកជាមួយនឹង verb 3គឺជាការ present perfect គឺ present perfect បន្ទាប់ពីយើងបានកំណត់ទម្រង់ដែលចម្លើយមួយហើយយើងយកទៅទៀងទាត់ជាមួយនឹងប្រធានរបស់យើងគឺបាទ past ហើយចម្លើយទាំងអស់ណាដែលជា past បន្ទាប់បើវាជា future និង present វាលុបវាចោលមើលចម្លើយ A យើងបានកំណត់ថាវាជា future simple អញ្ចឹងយើងអាចយកបានទេយើងលុបវាចោលចម្លើយ B វាគឺជា past perfect អញ្ចឹង past perfect យើងទុកចម្លើយ C គឺជា present simple យើងវាជា present អត់យកទេលុបវាចោលចម្លើយ D គឺជា present perfect អញ្ចឹងក៏យើងលុបវាបានដែរអញ្ចឹងចម្លើយយើងសល់មួយគឺជា ជា past perfect អញ្ចឹងគឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងការចាំទម្រង់របស់ការទាំងពីរយើងជា active និង passive ពិតជាមានសារៈសំខាន់នៅពេលដែលយើងចាំទម្រង់ទាំងអស់នេះយើងអាចធ្វើរំហាត់យើងយ៉ាងងាយស្រួលយើងមិនបាច់ចាំវិភាគទៅដល់យមន័យឬក៏អត្ថន័យទេរំហាត់ខ្លះគឺគ្រាន់តែយើងចាំទម្រង់ដូចជាក់ស្ដែងជាមួយនឹងរំហាត់នេះយើងរកចម្លើយដែលត្រឹមត្រូវឃើញហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាំទាំង active និង passive ទម្រង់ទាំងអស់នេះបងប្អូនទិញចាំទាំងអស់គ្នាដើម្បីយើងងាយស្រួលក្នុងការធ្វើរំហាត់ការទាំងពីររបស់យើងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេសង្ឃឹមបងប្អូនទាំងអស់គ្នាទទួលបាននៅចំណេះដឹងថ្មីៗជាបន្តបាទពាក់ព័ន្ធជាមួយនឹងការបង្ហាញចែករំលែករបស់ខ្ញុំនេះបាទសូមអរគុណ